ស៊ីផ្ដេសផ្ដាស់បើខ្ញុំចាប់បានម្ដងទៀតនាងនឹងត្រូវវិច្ចបង្វិច្ចចេញទៅហើយចឹងបានន័យថារាល់ច្បាប់ហាមឃាត់ទាំងអស់របស់ Lucy ជាគឺសម្រាប់តែខ្ញុំម្នាក់ឯងមែនបងស្រីស៊ីជាបងស្រីល្អចំពោះខ្ញុំណាស់អញវិញគឺជាសិស្សឆ្នើមនៃសាលាច្បាប់ដែលខ្ញុំបានចំណាយកម្លាំងកាយចិត្តបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ខ្ញុំនៅតែរំពឹងថានាងនឹងក្លាយជាមុខមាត់របស់វូមីស៊ូទៀតផងបើខ្ញុំមិនល្អចំពោះនាងទេចុះឲ្យខ្ញុំល្អចំពោះអ្នកណាទៀតបងស្រីស៊ីជាបងស្រីបានឧបត្ថម្ភខ្ញុំចំណាយលុយនិងគិតគូរពីខ្ញុំពិតជាចង់សងគុណបងស្រីវិញណាស់តែខ្ញុំខ្លាចថាខ្ញុំមិនអាចបន្តនៅការិយាល័យមេធាវីឯកជននេះបានទៀតទេមានរឿងអីឬមួយក៏មិនពេញចិត្តប្រាក់ខែឬមួយក៏មិនស្រួលរស់នៅវិឡាចឹងណានអ៊ីហាវដែលខ្ញុំបានទិញឲ្យនាងបើនាងមានលក្ខខណ្ឌអ្វីក៏អាចនិយាយប្រាប់ខ្ញុំបានតាមពិតគឺលីងលីមិនអាចទទួលយកខ្ញុំបានទេថែមទាំងប្រកែកខ្ញុំនៅមុខអ្នកដទៃទៀតហើយថែមទាំងចោទសួរពីអត្តសញ្ញាណបណ្ឌិតច្បាប់ហារ៉ូរបស់ខ្ញុំទៀតតើបែបនេះខ្ញុំអាចគ្រប់គ្រងក្រុមការងារបានដោយរបៀបណាទៅលីនបៃជើអ្នកណាឲ្យអញហ៊ានបុកទង្គិចនិងសួរដេញដោវិនពោឥឡូវនេះភ្លាមសុំទោសវិនពោបើមិនអីចឹងទេឥឡូវនេះភ្លាមសុំទោសវិនពោបើមិនអីចឹងទេខ្ញុំសុំទោសគេលីនបៃជើខ្ញុំមើលទៅឯងមួយរយៈនេះពិតជាមានរឿងរលូនខ្លាំងណាស់ភ្លេចខ្លួនឯងហើយទទួលសំណុំរឿងបានប៉ុន្មានក៏ចាប់ផ្ដើមមើលងាយអ្នកដទៃសំបីតែពាក្យខ្ញុំនិយាយក៏ឯងមិនស្ដាប់ដែរប្រធានលូគឺជាងវិនពោជាអ្នកបោះហង្អែលគ្រូរបស់ខ្ញុំមុនទេបើខ្ញុំជាហ៊ូដាវស៊ីងអញ្ចឹងឯងចេញពីការិយាល័យមេធាវីខ្ញុំទៅលូស៊ីជាខ្ញុំគឺលោកចៅជាដៃគូនៅក្នុងការិយាល័យមេធាវីរបស់ឯងដើម្បីតែប្រុសក្មេងម្នាក់នេះឲ្យខ្ញុំចេញទៅបងស្រីស៊ីជាខ្ញុំដឹងថាបងអាណិតខ្ញុំអូមួយទៀតខ្ញុំបានកាត់បន្ថយប្រាក់ខែគេរួចហើយបើមិនអីចឹងទេទុកគេឲ្យនៅបន្តទៅជៀសវាងអ្នកខ្លះនិយាយថាខ្ញុំគ្មានចិត្តអធ្យាស្រ័យដោយសារវិនពោបានអង្វរជំនួសឯងហើយអីចឹងខ្ញុំនឹងទុកមុខឲ្យគេម្ដងទៅឯងអាចនៅបានតែចាប់ពីថ្ងៃនេះទៅឯងត្រូវបដូរការងារទៅធ្វើជាអ្នកសម្អាតឯងឲ្យខ្ញុំធ្វើជាអ្នកសម្អាតហ្នឹងកញ្ញាទី4ខ្ញុំទៅញ៉ាំនំមិញនឹងអត់បានប្រយ័ត្នធ្វើសម្រាមជ្រុះលើដីអស់ចុះបើអីចឹងវិញឲ្យលីននៅវៃអូអត់ទេឲ្យលោកលីនមកសម្អាតបន្តិចទៅអញអត់បានលើទេនៅមិនប្រញាប់ទៅសម្អាតទៀតលោកទូគ្រូខ្ញុំជាគំរូរបស់មេធាវីរាប់មិនអស់ជាមេធាវីមាសដែលមិនធ្លាប់ចាញ់ក្តីម្ដងណាឡើយហ៊ានធ្វើបែបនេះដាក់គាត់កន្លែងនេះមានចំណែកឯងនិយាយដែរឬលីនបៃជើខ្ញុំរំលឹកឯងការបោះសម្រាមគឺជាភារកិច្ចរបស់អ្នកក្នុងនាមជាអ្នកសម្អាតដងស៊ីសៀខ្ញុំប្រមានអញហើយកុំហួសហេតុពេកខ្ញុំប្រាប់ឲ្យឯងធ្វើឯងត្រូវធ្វើទៅអាហោះយីជីបងអីទេលីនបៃជើអ្នកហ៊ានរុញខ្ញុំហ៎ពិតជាឲ្យមុខអ្នកពេកហើយប្អូនលីនខ្ញុំសូមប្រាប់អ្នកមួយម៉ាត់ការងារគ្មានខ្ពស់ទាបថ្លៃថោកអីទេឥឡូវនេះបើអ្នកជាអ្នកសម្អាតហើយគ្រាន់តែធ្វើការងាររបស់អ្នកឲ្យបានត្រឹមត្រូវទៅតាមពិតទៅវាមិនគួរឲ្យខ្មាស់ហ៊ានទេបើអ្នកចាប់អារម្មណ៍នឹងរឿងសម្អាតនេះខ្លាំងណាស់ចឹងអ្នកមិនទៅធ្វើវាទៅគ្រប់គ្រាន់ហើយចៅខ្ញុំឃើញអ្នកពិតជាធ្លាប់តែរស់នៅស៊ីគុនគេហើយចរិតកម្មតាមរឿងនេះនោះនៅទីនេះហើយល្អណាស់បើអ្នកមិនដឹងថាត្រូវសម្អាតយ៉ាងម៉េចទេចឹងអ្នកឯងឲ្យគេមើលថាអ្នកសម្អាតគេសម្អាតសម្រាមយ៉ាងម៉េចទៅហេលេងខ្ញុំលេងលោកគ្រូឲ្យលេងដៃខ្ញុំនឹងសម្លាប់ឯងលូស៊ីជាខ្ញុំប្រាប់ឯងពួកឯងខ្លាចគេដល់ថ្នាក់ហ្នឹងខ្ញុំជាម្ចាស់ក្រុមហ៊ុនមេធាវីខ្ញុំឲ្យបុគ្គលិកធ្វើការគឺជារឿងត្រឹមត្រូវហើយខ្ញុំប្រាប់ឯងទៅនេះនៅក្រុមហ៊ុនមេធាវីឈប់ប្រើកំហឹងទៀតទៅធ្វើខ្លួនឲ្យសមរម្យទៅបើខ្ញុំឃើញឯងនៅតែរករឿងវើនបោទៀតកុំបន្ទោសខ្ញុំបើខ្ញុំលែងគិតពីមនោសញ្ចិត្តណាចាស់ពួកយើងនៅមានមនោសញ្ចិត្តណាចំពោះគ្នាទៀតទេបងស្រីស៊ីជាផឹកទឹកតិចទៅកុំឲ្យខឹងពេកអាយ៉ាពូកញ្ញាមកពីខ្ញុំសរសេរឯកសារច្រើនពេកប៉ុន្មានថ្ងៃនេះខ្ញុំបេះដូងលោតញាប់ដែលញ័រកាន់មិនជាប់វើនបោឯងទៅនឹងមកក្រុមហ៊ុនមេធាវីកុំនៅតែយប់ជ្រៅពេក
សុខភាពឯងនឹងទ្រាំលែងបានទេមិនអីទេវាជាអ្វីដែលខ្ញុំគួរធ្វើលូស៊ីជាមនោសញ្ចេតនារយៈពេល5ឆ្នាំនេះខ្ញុំចាត់ទុកថាវាបានឲ្យឆ្កែស៊ីទៅចុះនេះគួរតែខ្ញុំអ្នកនិយាយបើខ្ញុំដឹងមុនថាឯងជាមនុស្សគ្មានបានការហើយខ្ជិលច្រអូសខ្ញុំមិនគួររៀបការជាមួយឯងតាំងពីដំបូងឡើយអញ្ចឹងលែងលេះគ្នាទៅពេលចប់រឿងនេះហើយចាំលែងក៏លែងទៅអញទៅយកឯកសារក្នុងថតទៅធ្វើការខ្ញុំមកបាទអូល្អណាស់តាមពិតឯងបានត្រៀមខ្លួនលែងលេះជាមួយខ្ញុំយូរហើយតើត្រូវហើយចុះហត្ថលេខាទៅរួចប្រគល់ឯកសាររបស់អនុប្រធានដែលឯងកំពុងកាន់ឲ្យវិនពោទៅឯងអាចចេញទៅបានហើយចេញពីផ្ទះដោយគ្មានអ្វីជាប់ខ្លួនការិយាល័យមេធាវីលូស៊ីសៀងគឺជាកិច្ចឈ្មោះដែលខ្ញុំខំប្រឹងកសាងដោយលំបាកបំផុតមានចំណែករបស់ខ្ញុំពាក់កណ្ដាលលើសពីនេះទៅទៀតរឿងក្តីរបស់អនុប្រធានក៏ជាចំណែករបស់ខ្ញុំពាក់កណ្ដាលដែរឯងកំពុងតែសុបិនទាំងភ្នាក់ហើយលីនបៃចុងបើកភ្នែកឯងឲ្យធំមើលឲ្យច្បាស់ទៅនេះគឺជាកិច្ចព្រមព្រៀងទ្រព្យសម្បត្តិមុនរៀបការដែលពួកយើងទាំងពីរបានចុះហត្ថលេខាក្នុងនោះបានចែងយ៉ាងច្បាស់ពីការិយាល័យមេធាវីឯកជនរួមទាំងទ្រព្យសម្បត្តិទាំងអស់របស់វាភិហ៊ុននិងប្រាក់ចំណេញនាពេលអនាគតសុទ្ធតែជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់កញ្ញាលូស៊ីជាមុនរៀបការនិងអ្វីដែលនាងរកបានដោយការតស៊ូផ្ទាល់ខ្លួនក្រោយរៀបការមិនពាក់ព័ន្ធនឹងអ្នកលីនបៃចៅឡើយចៅនេះជាលិខិតបញ្ជាក់ទ្រព្យសម្បត្តិរបស់យើងឥឡូវនេះស្ថានភាពសេដ្ឋកិច្ចរបស់ការិយាល័យមេធាវីមិនល្អទេអ្នកចុះហត្ថលេខាទៅក្រែងលោកការិយាល័យមេធាវីខ្សែធនពេលក្រោយប៉ះពាល់ដល់អ្នកដែរ